នេះបងប្អូនគឺនេះគឺជាមុខម្ហូបរបស់ខ្ញុំថ្មីទេបងប្អូនថ្ងៃនេះខ្ញុំស្លចាប់ឆាយបងប្អូននេះគ្រឿងក្រៅរបស់យើងមានដូចជាជីបងប្អូននេះគ្នាបងប្អូនមានដូចជាជីហើយជាមួយនឹងផ្សិតហើយនឹងស្បែកជ្រូកត្រចៀកកដុលហើយនឹងឆ្អឹងជំនីជ្រូករបស់យើងបងប្អូនសាច់ជ្រូករបស់យើងហើយនឹងបន្លែរបស់យើងបងប្អូនហើយបានឆ្ងាញ់មាត់ទៀតហើយបងប្អូនហើយកម្រនេះខ្ញុំបានស្លចាប់ឆាយហូបណាតែថ្ងៃនេះតែឃើញអីឃ្លានក៏ទៅផ្សារទិញម្ហូបទិញអីទាំងព្រឹកហើយចាញ់ដំអីតូបដែលនេះខ្ញុំទិញចាប់ហួយហ្នឹងគាត់ជាប់សោទៀតជាប់សោគាត់មានកាត់សោចោលឥឡូវបានទិញរួចរាល់ហើយបងប្អូនហើយនឹងបានឆ្ងាញ់មាត់ទៀតហើយបងប្អូនអើយចាំពិសាជាមួយនេះខ្ញុំទាំងអស់គ្នាតិចទៀតគ្នាខ្ញុំនឹងធ្វើរបៀបស្លចាត់ឆាយបងប្អូនមើលបងប្អូនខ្ញុំជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំបានមកលើមុខម្ហូបថ្មីទៀតហើយគឺស្លចាត់ឆាយបងប្អូនគ្រឿងផ្សំរបស់ខ្ញុំមានដូចជាសាច់ជ្រូកបងប្អូននេះសាច់ជ្រូករបស់យើងឆ្អឹងជំនីជ្រូករបស់យើងហើយមានដូចជាសាច់ត្រចៀកកណ្ដុរបងប្អូនដូចជាត្រចៀកកណ្ដុរបងប្អូនហើយមានដូចជាសាច់បងប្អូននេះសាច់របស់យើងបងប្អូនមានដូចជាផ្សិតហើយនឹងស្បែកជ្រូកស្បែកអីបងប្អូនហើយនឹងបន្លែរបស់យើងបងប្អូននេះបន្លែរបស់ខ្ញុំគឺមកកំពុងមកកញ្ច្រែងធំតែម្ដងបងប្អូននេះដើម្បីទឹកស្លទឹកឆាយបងប្អូនតែចិត្តនេះខ្ញុំធ្វើពីរបៀបស្លទុកចែកបងប្អូនទស្សនាឥឡូវទឹករបស់យើងចាប់ដើមពុះហើយឥឡូវនេះខ្ញុំនឹងធ្វើការដាក់ស្បែកជ្រូករបស់យើងក៏ផ្សិតរបស់ឥឡូវទឹករបស់នេះខ្ញុំពុះហើយឥឡូវនេះខ្ញុំធ្វើការស្រោះផ្សិតស្រោះស្បែកជ្រូករបស់យើងជាមុនសិនណាបងប្អូនដើម្បីបំបត្តិជាតិមេរោគបងប្អូនយើងខ្ញុំធ្វើការដាក់ស្បែកជ្រូករបស់យើងដែលបានលាងសម្អាតអំបញ្ញមិញហើយនឹងកាត់ហើយអំបញ្ញមិញហ្នឹងបងប្អូនឥឡូវឃើញថាស្បែកជ្រូករបស់យើងបានឆ្អិនល្អកផុយល្អហើយបងប្អូនហើយនេះខ្ញុំនឹងចាប់ដើមធ្វើការស្រង់វាឡើងបងប្អូននេះបងប្អូនស្បែកជ្រូករបស់យើងនេះខ្ញុំចាប់ដើមដាក់ផ្សិតស្រស់ម្ដងបងប្អូនមកអាចច្បាក់ឃើញទេចាប់គូតអញពេលអញពងធ្វើម្ហូបអញចូលចិត្តទេនេះបងប្អូនឥឡូវនេះខ្ញុំដាក់ផ្សិតចូលហើយផ្សិតរបស់នេះខ្ញុំចាប់ដើមរៀងឆ្អិនរៀងអីហើយខ្ញុំចាប់ដើមធ្វើការស្រង់វាចេញបងប្អូនខ្ញុំចាប់ដើមដាក់ស្រុះត្រចៀកកណ្ដុររបស់យើងម្ដងបងប្អូន
រសជាតិកដល់របស់យើងខ្ញុំគឺឃើញថាបានឆ្អិនហើយនៅខ្ញុំធ្វើការស្រង់វាឡើងបងប្អូនយើងធ្វើការស្រង់វាចេញបងប្អូនយើងធ្វើការស្រុះវាក៏ស្ងោរវាចម្អិនឲ្យបានស្អាតណាបងប្អូនដើម្បីឲ្យវាមានមេរោគមេអីជាប់នេះសាច់របស់យើងអញ្ចឹងណាខ្ញុំនិយាយពីខ្ញុំរបស់នេះខ្ញុំកំហុសនេះខ្ញុំចាប់បានចូលចូលហ្នឹងបងប្អូនខ្ញុំចូលចាក់ដាក់ទឹកត្រីចូលបងប្អូនបន្ទាប់អស់នេះខ្ញុំធ្វើការដាក់ប៊ីចេងចូលបងប្អូនចំនួនមួយស្លាបព្រាបងប្អូនបន្ទាប់មកនេះខ្ញុំធ្វើការបងដុំទឹកខ្នុរចូលបងប្អូនដើម្បីឲ្យមានរសជាតិម្ហូបរបស់យើងកាន់តែឈ្ងុយឆ្ងាញ់សាច់របស់នេះខ្ញុំបានឆ្អិនបងប្អូនពួកអីបន្លែចង់និយាយថាបន្លែរបស់នេះខ្ញុំវាក្រផុយបងប្អូនឥឡូវនេះខ្ញុំចាប់ដាក់បន្លែរបស់យើងនៅវាក្រផុយដាក់ចូលដោយមុនជាមួយនឹងសាច់របស់យើងលីងរួចហើយបាញ់មិញបងប្អូនបងប្អូនឥឡូវសាច់ឯនឹងបន្លែរបស់យើងផុយហើយឥឡូវនេះខ្ញុំមើលចាប់ដើមដាក់វាចូលបងប្អូនដាក់ផ្សិតហើយនឹងស្បែកជ្រូករបស់យើងហើយនឹងត្រចៀកកណ្ដុររបស់យើងចូលបងប្អូនជ្រូកមួយកាត់អស់ចឹងនៅត្រចៀកកណ្ដុរស្បែកជ្រូករបស់នាងខ្ញុំបានដាក់ចូលហើយជាមួយផ្សិតរបស់យើងបងប្អូននាងខ្ញុំនឹងធ្វើការកូរបងប្អូនមិញហ្នឹងចង់និយាយថាវាអត់មានដើមខាត់ណាបងប្អូនឥឡូវម៉ាក់របស់ខ្ញុំគាត់ទៅទិញមកមិញឥឡូវនេះខ្ញុំបានចិត្តវាឲ្យលាងវាស្អាតហើយដាក់ចូលបន្ថែមបងប្អូនឆ្ងល់ខ្លួនឯងភ្លេចអីគេក៏ភ្លេចដើមខាត់ណាសោះឥឡូវតែបានចិត្តឲ្យដាក់ចូលមិញបងប្អូនឥឡូវនេះខ្ញុំកំពុងធ្វើការកូរវាឲ្យសព្វបងប្អូនធ្វើការកូរវាឲ្យសព្វចូលគ្រឿងបងប្អូនហើយស្លចាក់ឆាយរបស់យើងគ្រឿងវាមានគ្រប់មុខហើយបងប្អូនអើយនេះខ្ញុំនឹងធ្វើការកូរវាឲ្យសព្វបងប្អូនវាមិនសូវថតបានល្អទេបងប្អូនអើយសំខាន់តែអធិភ័យទោសផងព្រោះអីនាងខ្ញុំថតខ្លួនឯងអីខ្លួនឯងអញ្ចឹងធ្វើម្ហូបខ្លួនឯងផងថតខ្លួនឯងផងអត់មានក្មួយអត់មានអីជួយថតបងជួយថតទេគេសិតតែអវល់ការងាររៀងខ្លួនអស់ហើយមានតែនាងខ្ញុំថតខ្លួនឯងបងប្អូនម៉ាក់របស់នាងខ្ញុំគាត់ចេះថតដែរ
nè tao không nên sợ ô là lỡ nên nhom sầm lọ bỏ nhưng nhom ban ơi ăn bẩn lại hình sạch sạch hết bông ô lỡ nên nhom mở thua ca bông sạch chỗ bông ổn xin chúc bông ôn xin chúc subscribe cho này YouTube của bông cho mình nhận mua phong đặc biệt là những trong những cái video mình thay bằng to cái trái chim bông ôn từ sáng hay xong ở bông ôn trong to ca phong to ca pha video của bông trong phong chuẩn bị đi chụp như là video khác bye